ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យទី1មូលហេតុ3យ៉ាងនៃការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យសភាពទ្រុឌទ្រោមរបស់ប្រជាជនផែនការ4ឆ្នាំរបស់កម្ពុជាប្រជាធិបតេយ្យបញ្ជាក់ថាកម្ពុជានឹងផលិតស្រូវឲ្យបាន3តោនក្នុង1ហិកតាជារៀងរាល់ឆ្នាំតួលេខនេះមានចំនួនច្រើនលើសទិន្នផលមុនសម័យបដិវត្តន៍នៅពេលទិន្នផលស្រូវមិនបានគ្រប់ផែនការកំណត់កម្មាភិបាលនៅទូទាំងប្រទេសបានធ្វើរបាយការណ៍ក្លែងក្លាយបន្ទាប់មកកម្មាភិបាលទាំងនេះបញ្ជូនស្រូវយ៉ាងច្រើនទៅតាមចំនួនផែនការកំណត់ដោយទុកឲ្យប្រជាជនទទួលរងការអត់ឃ្លានដោយសារតែការប្រតិបត្តិការទូទាំងប្រទេសជាការសម្ងាត់នោះធ្វើឲ្យផែនការក្នុងការប្រមូលទិន្នផលស្រូវឲ្យបាន3តោនក្នុង1ហិកតាមិនអាចអនុវត្តបានតំបន់ទាំងអស់ទូទាំងប្រទេសមិនត្រូវបានអនុញ្ញាតឲ្យចែករំលែកព័ត៌មានគ្នាទៅវិញទៅមកឬត្រួតពិនិត្យមើលថាតើមានបញ្ហាអ្វីខ្លះកំពុងកើតមានឡើងនោះទេមជ្ឈិមបកកម្រចុះមើលស្ថានភាពរស់នៅរបស់ប្រជាជនឬរៀបចំផែនការឲ្យកម្មាភិបាលថ្នាក់ក្រោមរបស់ខ្លួនអនុវត្តណាស់មេដឹកនាំថ្នាក់លើហាក់ដូចជាជឿទាំងស្រុងនៅអ្វីដែលថ្នាក់ក្រោមបានរាយការណ៍ចំណែកថ្នាក់ក្រោមមិនហ៊ានរាយការណ៍ព័ត៌មានមិនល្អណាមួយទៅថ្នាក់លើឡើយមន្ត្រីជាន់ខ្ពស់បកកុម្មុយនីសកម្ពុជាជឿជាក់ថាបកមិនដែលប្រព្រឹត្តកំហុសនិងមិនដែលសម្រេចចិត្តខុសទាល់តែសោះរាល់បញ្ហាដែលកើតមានឡើងត្រូវបានមេដឹកនាំទាំងនោះបានចោទប្រកាន់ថាជាកំហុសរបស់ជនបរទេសឬជនក្បត់ជាតិដោយសារតែលក្ខខណ្ឌរស់នៅកាន់តែមានសភាពយ៉ាប់យ៉ឺនទៅប្រជាជនរាប់សែននាក់បានស្លាប់ជាបន្តបន្ទាប់ដោយធ្វើការហួសកម្លាំងនិងគ្មានអាហារបរិភោគគ្រប់គ្រាន់វិសុទ្ធកម្មនៅពាក្យកណ្ដាលឆ្នាំ1976សមាជិកសំខាន់ជាច្រើនរូបរបស់បកកុម្មុយនីសកម្ពុជាត្រូវបានធ្វើវិសុទ្ធកម្មចាប់ពីពេលនោះមកប៉ុល ពត និងសហការីជឿថាការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបកកាន់តែកើតមានច្រើនឡើងថ្នាក់ដឹកនាំទាំងនេះជឿថាសត្រូវរបស់ខ្លួនមាននៅគ្រប់ទីកន្លែងគណៈភូមិភាគគណៈតំបន់និងមេបញ្ជាការកងទ័ពជាច្រើនរូបត្រូវបានចាប់ខ្លួននិងសម្លាប់ចោលសភាពការកាន់តែមានសភាពធ្ងន់ធ្ងរទៅក្នុងឆ្នាំ1977នៅពេលដែលប៉ុល ពត បញ្ជាឲ្យធ្វើការសម្លាប់កម្មាភិបាលភូមិភាគបូព៌ានិងធ្វើវិសុទ្ធកម្មទៅលើប្រជាជនដែលរស់នៅក្នុងភូមិភាគនេះស្ទើរគ្មានសល់នៅពេលវៀតណាមវាយចូលភូមិភាគនេះនៅចុងឆ្នាំ1977ប្រជាជនសេសសល់ត្រូវបានចោទថាបានចូលដៃជាមួយវៀតណាមហើយត្រូវបានមជ្ឈិមបកចាត់ទុកថាជាមនុស្សក្បាលយួនខ្លួនខ្មែរហេតុដូច្នេះហើយមជ្ឈិមបកបានបញ្ជូនកងទ័ពជាច្រើនមកវាយប្រហារភូមិភាគបូព៌ាដែលបានសម្លាប់ប្រជាជនរាប់ម៉ឺននាក់ប្រជាជនរាប់ពាន់នាក់បានរត់ភៀសខ្លួនទៅវៀតណាមដែលនៅទីនោះរាជរដ្ឋាភិបាលវៀតណាមបានជួយបង្កើតកងកម្លាំងយោធាមួយការប៉ះទង្គិចជាមួយវៀតណាមនេះគឺជាមូលហេតុធំបំផុតនៃការដួលរលំរបស់របបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កបញ្ហានៅតាមព្រំដែនបណ្ដើរជាមួយវៀតណាមការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅពាក់កណ្ដាលឆ្នាំ1977គឺនៅពេលដែលខ្មែរក្រហមបានបាញ់ផ្លងទៅលើទីរួមខេត្តចៅដុកស្រុកហាទៀងនិងខេត្តមួយចំនួនទៀតរបស់វៀតណាមដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិលនិងកងទ័ពវៀតណាមជាច្រើននាក់ដែលមិនបានត្រៀមខ្លួនជាមុនប្រជាជនវៀតណាមរាប់ពាន់នាក់បានរត់ចូលទៅក្នុងផ្ទៃប្រទេសក្នុងអំឡុងពេលតែ2ទៅ3ថ្ងៃនៃការវាយប្រហារប្រជាជនស៊ីវិលវៀតណាមប្រហែល 1000 នាក់បានរងរបួសនិងស្លាប់នៅខែធ្នូឆ្នាំ1977វៀតណាមបានប្រើយន្តហោះនិងកាំភ្លើងធំបើកការវាយប្រហារទ្រង់ទ្រាយធំមួយមកលើកម្ពុជាប្រជាធិបតេយ្យដោយដណ្ដើមកាន់កាប់បានតំបន់ចម្ពុះសេកក្នុងខេត្តស្វាយរៀងកងទ័ពវៀតណាមបានវាយសម្រុកចូលជាង20គីឡូម៉ែត្រមកក្នុងទឹកដីកម្ពុជាប្រជាធិបតេយ្យហើយកាន់កាប់បានទីរួមខេត្តស្វាយរៀងឆ្លើយតបទៅវិញកម្ពុជាប្រជាធិបតេយ្យបានកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសវៀតណាមហើយបានបញ្ជាឲ្យអ្នកការទូតវៀតណាមទាំងអស់នៅទីក្រុងភ្នំពេញចាកចេញពីប្រទេសកម្ពុជាខ្មែរក្រហមយល់ព្រមធ្វើការចរចាលុះត្រាណាតែកងទ័ពវៀតណាមទាំងអស់ដកចេញពីទឹកដីកម្ពុជាប្រជាធិបតេយ្យជាមុនសិនមួយរយៈកាលក្រោយមកទៀតវៀតណាមបានដកទ័ពចេញពីប្រទេសកម្ពុជាហើយគៀអ្នកទោសនិងប្រជាជនស៊ីវិលរាប់ពាន់នាក់យកទៅជាមួយផងគ្មានការចរចាណាមួយត្រូវបានធ្វើឡើងនោះទេវៀតណាមបានចោទខ្មែរក្រហមថាបានធ្វើការវាយប្រហារទៅលើខេត្តទាំង8របស់ខ្លួនដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា
វៀតណាមបានជំរុញឲ្យមានការបង្កើតកម្លាំងបដិបកមួយដើម្បីធ្វើការបោះបោប្រឆាំងនឹងខ្មែរក្រហមវៀតណាមក៏បានចាប់ផ្ដើមវឹកវើជនកម្ពុជាដែលរស់នៅក្នុងប្រទេសវៀតណាមឲ្យចូលរួមក្នុងប្រតិបត្តិការយោធានិងបង្កើតកម្លាំងស្នូលសម្រាប់របបថ្មីមួយប្រទេសទាំងពីរបានប្រយុទ្ធគ្នាពេញមួយរយៈកាលនៃឆ្នាំ1978នៅថ្ងៃទី3ខែមេសាឆ្នាំ1978វិទ្យុក្រុងហាណូយដែលផ្សាយជាភាសាខ្មែរបានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ក្រោកឈរឡើងប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យវៀតណាមបានជ្រើសរើសប្រជាជនខ្មែរមួយចំនួនដែលបានភៀសខ្លួនទៅវៀតណាមឲ្យចូលបម្រើក្នុងជួរកងទ័ពដឹកនាំដោយវៀតណាមភាគច្រើននៃជនជាតិខ្មែរទាំងនេះគឺជាកម្មាភិបាលកងទ័ពនិងប្រជាជនមកពីភូមិភាគបូព៌ាមកត្រឹមពេលនេះមួយផ្នែកនៃភូមិភាគបូព៌ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមហើយមួយផ្នែកទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងបះបោរដែលប្រឆាំងនឹងខ្មែរក្រហមនៅថ្ងៃទី3ខែធ្នូឆ្នាំ1978វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយពីការបង្កើតឡើងនូវរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជារណសេរីនេះដឹកនាំដោយសមមិត្តហេងសំរិនដែលបានភៀសខ្លួនទៅវៀតណាមនៅចុងឆ្នាំ1978មេបញ្ជាការកងទ័ពវៀតណាមវ៉ាន់ទៀងយុងបានដឹកនាំធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាមកលើកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី25ខែធ្នូឆ្នាំ1978ទ័ពរបស់វ៉ាន់ទៀងយុនបានវាយកាន់កាប់ខេត្តក្រចេះក្នុងរយៈពេល5ថ្ងៃនិងខេត្តកំពង់ចាមក្នុងរយៈពេល1សប្តាហ៍បន្ទាប់មកនៅថ្ងៃទី7ខែមករាឆ្នាំ1979កងទ័ពវៀតណាមនិងកងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយដណ្ដើមបានរាជធានីភ្នំពេញនិងស្ទើរតែផ្ទៃប្រទេសទាំងមូលក្នុងពេលបន្តបន្ទាប់មកទៀតកងទ័ពទាំងពីរបានរៀបចំមហាសន្និបាតមួយដើម្បីបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាឲ្យធ្វើជារាជរដ្ឋាភិបាលបណ្ដោះអាសន្នក្រោមការដឹកនាំរបស់សមមិត្តហេងសំរិនកម្ពុជាប្រជាធិបតេយ្យក្រោយឆ្នាំ1979នៅដើមឆ្នាំ1979វៀតណាមបានជួយរៀបចំបង្កើតរបបថ្មីមួយនៅទីក្រុងភ្នំពេញដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជារបបនេះគ្រប់គ្រងប្រទេសកម្ពុជារហូតដល់វៀតណាមដកទ័ពចេញមួយទសវត្សរ៍ក្រោយមកទៀតគឺនៅឆ្នាំ1990មេដឹកនាំនិងកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានរត់ភៀសខ្លួនពីទីក្រុងភ្នំពេញទៅភាគពាយយកប្រទេសដោយថ្មើរជើងឡាននិងរទេះភ្លើងខ្មែរក្រហមបានទាប្រជាជនរាប់ម៉ឺននាក់ដោយបង្ខំឲ្យទៅជាមួយខ្លួនក្នុងអំឡុងពេលនៃការជម្លៀសជាលើកទី2នេះប្រជាជនជាច្រើនបានស្លាប់ដោយសារអត់អាហារជំងឺនិងរបួសប្រជាជនជាច្រើនបានស្វះស្វែងរកផ្លូវត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញសម្ដេចព្រះនរោត្តមសីហនុនិងព្រះញាតិវង្សានុវង្សត្រូវបានជម្លៀសតាមយន្តហោះទៅប្រទេសចិនខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងរបស់ខ្លួនវិញទៅតាមបណ្ដោយព្រំដែនថៃដោយមានជំនួយយោធាពីបរទេសរួមមានមកពីប្រទេសចិននិងប្រទេសថៃរហូតដល់ឆ្នាំ1990មហាសន្និបាតអង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យតំណាងរបស់កម្ពុជាប្រជាធិបតេយ្យបន្តកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទោះបីជាមានការជំទាស់ពីសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួនមួយចំនួនក៏ដោយឆ្នាំ1979ខ្មែរក្រហមបានប្រកាសពីការបង្កើតរណសិរ្សមហាសាមគ្គីជាតិស្នេហាជាតិនិងប្រជាធិបតេយ្យប៉ុន្តែមិនទទួលបានការគាំទ្រពីប្រជាជនឡើយនៅពេលជាមួយគ្នានោះដែរចលនាតស៊ូមិនមែនកុម្មុយនីសដំបូងមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរត្រូវបានបង្កើតឡើងដឹកនាំដោយសម្ដេចសឿនសានដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងសម័យសង្គមរាស្ត្រនិយមគឺឆ្នាំ1955ដល់ឆ្នាំ1970ក្រុមអ្នកតស៊ូរាជានិយមមួយដែលមានឈ្មោះថារណសិរ្សរួបរวมជាតិដើម្បីកម្ពុជាមួយឯករាជ្យអព្យាក្រឹតសន្តិភាពនិងសហប្រតិបត្តិការហៅកាត់ថាហ្វុនស៊ិនពេជ្រក៏ត្រូវបានបង្កើតឡើងដែរក្នុងពេលបន្តបន្ទាប់គ្នានោះក្រមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុនៅឆ្នាំ1982ក្រមរាជានិយមហ្វុនស៊ិនពេជ្រក្រមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងក្រមខ្មែរក្រហមបានរួបរวมគ្នា
បង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានសម្ដេចព្រះនរោត្តមសីហនុជាប្រធានខៀវសំផនជាអនុប្រធាននិងសម្ដេចសឿនសានជានាយករដ្ឋមន្ត្រីគោលបំណងរួមរបស់រាជរដ្ឋាភិបាលនេះគឺដើម្បីប្រមូលកម្លាំងធ្វើការតស៊ូរំដោះប្រទេសកម្ពុជាពីការជ្រៀតជ្រែករបស់វៀតណាមរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានក្រុមខ្មែរក្រហមជាក្រុមធំជាងគេនោះបានកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំភាគីចំនួនកម្ពុជាទាំងអស់បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនៅក្នុងថ្ងៃទី23ខែតុលាឆ្នាំ1991ហើយយល់ព្រមឲ្យមានការរៀបចំការបោះឆ្នោតជាតិមួយក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថាអ៊ុនតាក់ក្រុមខ្មែរក្រហមបានធ្វើពាក្យហ៊ីការមិនចូលរួមការបោះឆ្នោតជាតិដែលរៀបចំឡើងដោយអ៊ុនតាក់ហើយបដិសេធមិនព្រមរំសាយកងទ័ពរបស់ខ្លួនឡើយក្រោយការបោះឆ្នោតជាសកលក្នុងឆ្នាំ1993កងទ័ពខ្មែរក្រហមបានបន្តប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណរដ្ឋជានាយករដ្ឋមន្ត្រីទី1និងសម្ដេចហ៊ុនសែនជានាយករដ្ឋមន្ត្រីទី2អស់ជាច្រើនឆ្នាំបន្តទៀតនៅខែសីហាឆ្នាំ1996ទៀងសារីបានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយនាំកងទ័ពមួយចំនួនមកជាមួយផងបន្ទាប់ពីប៉ុលពតទទួលមរណភាពនៅឆ្នាំ1998តាមុកជាមេខ្មែរក្រហមតែម្នាក់គត់ដែលបដិសេធមិនព្រមចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាហើយត្រូវបានចាប់ខ្លួននៅខែមីនាឆ្នាំ1999ត្រឹមដំណាក់កាលនេះមេដឹកនាំខ្មែរក្រហមដែលនៅរស់ទាំងអស់បានសារភាពចុះចាញ់ឬត្រូវបានចាប់ខ្លួនហើយចលនាខ្មែរក្រហមទាំងមូលបានដួលរលំជាស្ថាពរប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ត្រួតត្រារបស់ខ្មែរក្រហមទាំងអស់បានធ្វើមាតុភូមិនិវត្តន៍និងរួបរวมជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញឧក្រិដ្ឋកម្មក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យគឺជាសោកនាដកម្មរបស់មនុស្សជាតិដ៏អាក្រក់បំផុតមួយក្នុងចំណោមសោកនាដកម្មទាំងឡាយនាសតវត្សទី20របបនេះបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ2លាននាក់ហើយបន្សល់ទុកនៅស្ត្រីមេម៉ាយនិងកុមារកំព្រារាប់រយពាន់នាក់ប្រជាជនខ្មែររាប់សែននាក់បានរត់ចេញពីប្រទេសហើយបានក្លាយជាជនភៀសខ្លួនគ្រាប់មីនរាប់លានគ្រាប់ត្រូវបានបង្កប់ដោយកងទ័ពខ្មែរក្រហមនិងកងកម្លាំងរបស់រាជរដ្ឋាភិបាលដែលបណ្ដាលឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់និងពិការចាប់តាំងពីទសវត្សរ៍ឆ្នាំ1980រហូតមកប្រជាពលរដ្ឋខ្មែរជាច្រើនមានបញ្ហាជំងឺផ្លូវចិត្តដោយសារតែការបាត់បង់សមាជិកគ្រួសារដែលធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរកត្តាទាំងអស់នេះហើយជាមូលហេតុចម្បងមួយដែលនាំឲ្យមានភាពក្រីក្រក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមេដឹកនាំខ្មែរក្រហមទាំងអស់មានគំនិតជ្រុលនិយមហួសហេតុដែលខ្លួនទទួលយកពីមនោគមវិជ្ជាកុម្មុយនីសរបស់ចិនអតីតសហភាពសូវៀតនិងវៀតណាមមេដឹកនាំទាំងអស់នេះបានបង្កើតឡើងនូវគោលនយោបាយជាច្រើនដែលប្រមាថជីវិតមនុស្សនិងបានធ្វើទុកបុកម្នេញនិងសម្លាប់រង្គាលប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់មេដឹកនាំខ្មែរក្រហមទាំងនេះយល់ឃើញថាបដិវត្តន៍របស់ខ្លួនគឺជាផ្លូវតែមួយគត់ដែលអាចនាំកម្ពុជាទៅកាន់ឯករាជ្យភាពនិងសមភាពសង្គមមេដឹកនាំខ្មែរក្រហមទាំងនេះបានអះអាងថាបដិវត្តន៍របស់ខ្លួនមិនបានយកគំរូតាមមនោគមវិជ្ជាខាងក្រៅណាមួយទេទោះបីជាខ្លួនពិតជាបានចម្លងតាមមនោគមវិជ្ជារបស់អតីតភាពសូវៀតនិងចិនដូចជាសមូហភាវូបនីយកម្មការជំនះប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនផែនការ4ឆ្នាំនិងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យក៏ដោយខ្មែរក្រហមមិនអោយតម្លៃទៅលើការសិក្សានៅតាមសាលាទេមានតែមេដឹកនាំខ្មែរក្រហមមួយចំនួនតូចប៉ុណ្ណោះដែលមានកម្រិតវប្បធម៌ខ្ពស់ហើយក្រៅពីនេះសុទ្ធតែជាមនុស្សដែលគ្មានបទពិសោធន៍ក្នុងការដឹកនាំរដ្ឋកម្មាភិបាលថ្នាក់ក្រោមភាគច្រើនជាមនុស្សមិនចេះអក្សរឬចេះអាននិងសរសេរបន្តិចបន្តួចទោះជាមានឧបសគ្គយ៉ាងនេះក្តីក៏ខ្មែរក្រហមតែងតែមានមហិច្ឆតាចង់សម្រេចកិច្ចការធំក្នុងរយៈពេលដ៏ខ្លីដោយមិនបានពិចារណាអំពីធនធានដែលមានឬលទ្ធផលដែលចេញមកពីគោលនយោបាយទាំងនេះឡើយក្នុងន័យនេះខ្មែរក្រហមបានប្រែក្លាយប្រទេសទាំងមូលទៅជាវាលស្រែហើយប្រែក្លាយប្រជាជនទាំងអស់ឲ្យទៅជាកសិករនិងជាអ្នកទោសរបស់អង្គការ
សិទ្ធិនិងតម្រូវការជាមូលដ្ឋានរបស់ប្រជាជនមិនត្រូវបានយកចិត្តទុកដាក់ទ្រព្យសម្បត្តិឯកជនត្រូវបានរឹបអូសសាសនាក្រដាស់ប្រាក់និងប្រពៃណីទំនៀមទម្លាប់បានคล้ายទៅជារបស់ឥតប្រយោជន៍ទំនាក់ទំនងជាមួយអន្តរជាតិស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុងរបបនេះមិនអនុញ្ញាតឲ្យមានការរិះគន់ចំពោះថ្នាក់ដឹកនាំឬគោលនយោបាយរបស់ជាតិសូម្បីតែបន្តិចបន្តួចក៏ដោយខ្មែរក្រហមបានចាត់ទុកអ្នកចេះដឹងនិងអ្នករត់ការរបស់របបចាស់និងអ្នកដែលប្រឆាំងនឹងនយោបាយរបស់ខ្លួនថាជាសត្រូវរបស់រដ្ឋឬជាជនក្បត់បដិវត្តន៍ដែលត្រូវតែកំទេចចោលមិនមានការលើកលែងទោសហើយក៏មិនមានការផ្សះផ្សាជាតិដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានប្រែក្លាយប្រទេសឲ្យទៅជាជំរំឃុំឃាំងដ៏ធំមួយដែលក្រោយមកបានក្លាយទៅជាភ្នូររបស់ប្រជាជនខ្មែរជិត2លាននាក់ដែលរួមបញ្ចូលទាំងកម្មាភិបាលនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនមួយចំនួនទៀតផង